Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ những Facebook post like ឬក៏ Facebook reaction តើយើងទិញសេវាកម្មមួយណាហើយយើងទិញរបៀបម៉េចដាក់ link យ៉ាងម៉េចឲ្យបានត្រឹមត្រូវកុំឲ្យមានបញ្ហាខុសដែលយើងទិញដាក់ link ខុសអញ្ចឹងណាអូខេអញ្ចឹងពេលយើងចូលក្នុង website ដំបូងបងប្អូនមាន account សិនណាអញ្ចឹងយើងជ្រើសរើស category នេះឬក៏ logo Facebook នេះមកដើម្បីងាយស្រួលអញ្ចឹងពេលដែលយើង select លើ logo Facebook វានឹងចេញសេវាកម្ម Facebook ទាំងអស់ដែលយើងចង់ទិញអញ្ចឹងយើង select លើ category នេះមកបាទសម្រាប់សេវាកម្ម Facebook មានច្រើនបាទហើយយើងមកមើលខាងក្រោមនេះអានេះគឺ reaction ចំពោះ story បាទអញ្ចឹងយើងអាចទិញបានអញ្ចឹងយើងមកមើលសេវាកម្ម Facebook post like ឬក៏ reaction ទៅលើ post របស់យើងដែលយើង post ទៅលើ page ក៏បានឬក៏ក្នុង profile យើងក៏បានអញ្ចឹងយើងទិញ reaction មួយណា reaction សើចឬក៏ឲ្យបេះដូងឬក៏ហាហាអីចឹងទៅឬក៏cry ឬក៏ angry អីចឹងទៅអាហ្នឹងគឺមានទាំងអស់តែយើងសំដៅទៅលើ Facebook post like ធម្មតាអញ្ចឹងយើងទិញមួយនេះក៏បានដែរខាងលើ Facebook post reaction ហ្នឹងក៏មាន like ដែរបងប្អូនបាទយើងទិញខាងលើក៏បានដែរតែភាគច្រើនគឺទិញខាងក្រោមនេះអញ្ចឹងវាមានពីរ category ដែលយើងអាចទិញបានមាន Facebook post like ហើយនិង Facebook post like auto យើងអាចទិញ auto ហ្នឹងក៏បានអញ្ចឹងកុំឲ្យរងចាំយូរយើងចូលទៅកាន់ category ខាងលើ Facebook post like អញ្ចឹងក្នុង category នេះវាមានសេវាកម្មច្រើនដែលយើងអាចជ្រើសរើសទិញបានវាមានប្រហែលជា 4-10 សេវាកម្មបាទហើយសេវាកម្មដែលធូរថ្លៃជាងគេគឺនៅខាងលើគេហ្នឹងឯងបងប្អូនបាទអញ្ចឹងខ្ញុំសូមបញ្យល់ថាយើងទិញរបៀបណាហើយយើងទិញយ៉ាងម៉េចដើម្បីកុំឲ្យខុសអញ្ចឹងដើម្បីទិញបានយើងដាក់លុយនៅក្នុង website បានយើងអាចទិញបានការដាក់លុយបងប្អូនអាចឆាតសួរខ្ញុំបន្ថែមក៏បានហើយការ sign up សម្រាប់ link ដែល sign up បងប្អូន check នៅក្នុង description នៃសេវាកម្មឬក៏ description នៃវីដេអូអធិស្ឋានdescription នៃវីដេអូដែលខ្ញុំផុសនេះណាឬក៏ឆាតសួរខ្ញុំបន្ថែមក៏បានដែរមានវីដេអូរបៀប sign up និងរបៀបដាក់លុយនៅក្នុង website ដើម្បីទិញណាអូខេអញ្ចឹងពេលដែលយើង select លើសេវាកម្មទី1បាទសេវាកម្មទី1ដែលមាន ID នេះ20202ហ្នឹងក្នុង description នៃសេវាកម្មគេឲ្យដាក់ link ដែលយើងផុសបាទមានន័យថាយើងផុសក្នុង profile ឬក៏ផុសក្នុង page យើង copy link ដែល share ហ្នឹងមក link វីដេអូក៏បាន link reel ក៏បាន link post ក៏បានដែរបាទអញ្ចឹងយើងចូលមើលឧទាហរណ៍របៀបម៉េចអូខេចាំតិចខ្ញុំឧទាហរណ៍ឲ្យបងប្អូនមើលបាទឧទាហរណ៍ថាក្នុង page Contaso យើងអាច select ចុច3ខាងលើនេះយើងចុច copy link ខាងក្រោមនេះក៏បានបាទឬមួយទៀតយើងចុច share ខាងក្រោមនេះបងប្អូនបាទអញ្ចឹងយើងចុច share កន្លែងហ្នឹងក៏បានតបមកយើងយក copy link ខាងក្រោមនេះបាទនេះឃើញទេបាទអញ្ចឹងយើងចុច copy link ខាងក្រោមហ្នឹងក៏បានដែរបាទហើយសម្រាប់វីដេអូគឺយើងធ្វើដូចគ្នាឬក៏ reel គឺយើងធ្វើដូចគ្នាទាំងអស់បាទអញ្ចឹងយើងចូលទៅក្នុង website យើងផាសមកបាទអាហ្នឹងស្រាប់ការ copy link បាទហើយតបមកយើងចំនួនដែលយើងចង់បានយើងឧទាហរណ៍យើងចង់បាន 1000 like បាទយើងចង់បាន like ទៅលើ post របស់យើង 1000 យើង select ប៉ុណ្្នឹងមកហើយខាងក្រោមយើងមិនខ្វល់ទេបាទយើងគ្រាន់ដាក់ link ហើយដាក់ចំនួនដែលយើងចង់ទិញមកចុច submit តែម្ដងបាទអញ្ចឹងបើសិនណាបងប្អូនអត់យកខាងក្រោមនេះគឺអានេះកន្លែងនេះគឺកន្លែងកាត់លុយទេបាទកន្លែងឆាកហ្នឹងណាបាទអញ្ចឹងសម្រាប់ការទិញគឺមានតែពីរហ្នឹងឯងគឺដាក់ link ហើយនឹងដាក់ចំនួនដែលយើងចង់បានហើយចុច submit ទៅវានឹងដើរយើងឯងបាទហើយសម្រាប់ decision នៃសេវាកម្មវាមានសំខាន់ដូចជា 2-3 ចំណុចអញ្ចឹងបងប្អូនអាចចាំទុកណាទី1គឺយើង copy link ឲ្យបានត្រឹមត្រូវបាទ link ដែលខ្ញុំប្រាប់មិញហ្នឹង share ឲ្យបានត្រឹមត្រូវមកកុំឲ្យលុបកុំឲ្យអីណាតើលុបមកអក្សរអីក៏ខុសដែរហើយសម្រាប់ quality អានេះគឺ quality account បាទដែល active អញ្ចឹងអ្នកដែលមក like account ឬក៏ like post របស់យើងជាលក្ខណៈ account ហើយសម្រាប់បំរាមវិញគឺក្នុងនេះគេបានបញ្ជាក់3ចំណុចគឺយើងអាច order ក្នុងពេលតែមួយដល់ប្រើប្រាស់ link ដដែលហ្នឹងទេលុះត្រាតែ link ហ្នឹងយើង order ទៅវា complete ឬក៏ cancel ឬក៏ cancel អីហើយសិនមានន័យថា link ហ្នឹងយើង order complete ហើយបានយើងយក link ដដែលហ្នឹងទិញទៀតបានតែបើ link ផ្សេង link post ផ្សេងឬក៏ link វីដេអូផ្សេងយើង copy link មក order ក្នុងពេលតែមួយប្រហែលក៏បានដែរអីទេគឺបំរាមគេគឺហាមទិញក្នុងពេលតែមួយណាបាទ link មួយ order ក្នុងពេលតែមួយលុះត្រាតែវា complete សិនចាំឬក៏ cancel សិនចាំយើងយក link ដដែលហ្នឹងទិញទៀតបានអញ្ចឹង3ចំណុចហ្នឹង
អត់មានតែប៉ុណ្្នឹងឯងបងប្អូនបាទយើងបំរាមរាល់សេវាកម្មឬក៏រាល់ការទិញទាំងអស់នៅក្នុង website SBM ទាំងអស់មិនថា website ខ្ញុំឬក៏ website បរទេសឬ website បរទេសwebsite ខ្មែរដទៃទៀតក៏មានបំរាមដូចគ្នាទាំងអស់បាទគឺស្តៀងគ្នាទេបាទអញ្ចឹងសម្រាប់ការទិញ Facebook Post Like គឺមានតែប៉ុណ្្នឹងឯងបងប្អូនបាទគឺក្នុង category មាន2 category ដែលយើងអាចទិញបានណា category auto នេះគឺយើងគ្រាន់តែដាក់ link ទេវានឹង auto តែម្ដងបាទនេះយើងអាច option នៃសេវាកម្មនឹងបញ្ជាក់បន្ថែមទៅបាទវាជាលក្ខណៈ auto លើ post របស់យើង everyday អញ្ចឹងទៅអានេះគេបញ្ជាក់នេះពេលយើងដាក់ link post របស់យើងទៅវានឹងនេះគេឲ្យដាក់ link ជាស្រ័យ home page link មានន័យថាយើងត្រូវដាក់ link profile page ឬក៏ profile account របស់យើងណាហើយ like វានឹង auto ទៅលើរាល់ post ដែលយើងបានឬក៏រាល់ video post ដែលយើង post ក្នុង profile ឬក៏ post ក្នុង page របស់យើងហ្នឹងអញ្ចឹងបងប្អូនអាចអានខាងក្រោមបន្ថែមបានផ្សេងនេះតើគេបញ្យល់ហើយគ្រប់សេវាកម្មគេមានការបកស្រាយនៃសេវាកម្មបញ្ជាក់មកខាងក្រោមអញ្ចឹងណាបាទអញ្ចឹងមានតែប៉ុណ្្នឹងឯងបងប្អូនបាទហើយស្រាប់ reaction គឺយើងទិញដូចគ្នាបងប្អូនទិញដូចគ្នាយើងចង់ទិញអា post reaction like ហ្នឹងក៏បានដែរបាទវាដូចតែគ្នាទេយើងចង់ទិញ post like ហ្នឹងក៏បានដែរអូខេអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងបងប្អូនមានចម្ងល់អំពីការ sign up អីអាច comment ឬក៏ឆាតសួរខ្ញុំបន្ថែមឬក៏comment ក្រោមវីដេអូក៏បានដែរបាទអរគុណច្រើនបាយបាយ